สุดท้ายบางคนจะที่กรบหนึ่งจะที่มันไรបាទនេះគឺទស្សនវិជ្ជាក្រុមទូកងัวស្រ័យសែនជ័យចន្ទសុផនព្រែកអណ្ដើកបាទដែលស្ថិតនៅឃុំអង្គុយាទីក្រុងកន្ធើបាទនេះបងប្អូនកីឡាករកំពុងតែហាត់តាមដងព្រែកបាទនេះក្រោយពីហាត់លើរន្ទារួចស្រេចបងប្អូនកីឡាករខាងក្រុមទូកងัวស្រ័យសែនជ័យកញ្ចុះមកលើទូកក្តារដើម្បីហាត់សមនៅពេលថ្ងៃរសៀលជារៀងរាល់ថ្ងៃបាទនេះគឺបងប្អូនដែលកំពុងតែហាត់នេះគឺមានចម្ងាយមួយជើងមួយជុំហ្នឹងគឺមានប្រមាណ2គីឡូម៉ែត្រហើយក្នុងមួយថ្ងៃរសៀលអញ្ចឹងបងប្អូនហាត់ប្រហែលជា8គីឡូម៉ែត្រគឺ4ជុំបាទ4ជុំទៅវិលមកបាទនៅទីនេះគឺដងព្រែកត្រង់ល្អណាស់បាទសម្រាប់ហាត់នៅនេះឥឡូវនេះគឺពេលវេលានឹងក៏បានចិត្តយប់ទៅហើយបាទបងប្អូននៅតែខិតខំហាត់នៅតាមដងព្រែកហើយចំណែកដែលបងប្អូនអ្នកគ្រប់គ្រងក៏ដើរមកជិះម៉ូតូដេញតាមមើលសកម្មភាពដែលក្រុមទូកងัวកំពុងតែហាត់បាទxa đi cái đau đi giúp đợi nghịch sân sao